វីដេអូនេះខ្ញុំតពីវគ្គមុននេះជារបៀបយើងទៅបង្កើត page ណាបងប្អូនណាជាដំបូងបងប្អូនចុចលើ Facebook នឹងមកដល់ទម្រង់បែបនេះបងប្អូនចុចទៅលើសញ្ញាត្រី3ខាងលើបងប្អូនណាខាងលើហ្នឹងបងចុចមកដល់ទម្រង់បែបនេះបងប្អូនស្លឹងមកខាងក្រោមនេះកន្លែងទង់ជាតិបងប្អូនណាហ្នឹងហើយទំព័រហ្នឹងបងប្អូនចុចហ្នឹងមកដល់ទម្រង់បែបនេះបងប្អូនស្លឹងមើលខាងលើគេដាក់សារអក្សរខ្មែរគេដាក់បង្កើតហ្នឹងសញ្ញាបូកហ្នឹងបងប្អូនណាចុចលើហ្នឹងមកដើម្បីតែបង្កើតថ្មីមកដល់ទម្រង់បែបនេះបងប្អូនចុចសញ្ញាចាប់ដើមទៀតម្ដងកន្លែងនេះហើយបងប្អូនចុចទៅកន្លែងនេះឈ្មោះទំព័រមានន័យថានឹងឈ្មោះpage របស់យើងបងប្អូនណាហ្នឹងហើយអក្សរខ្មែរអក្សរអីបងប្អូនដាក់ទៅតាមចិត្តបងប្អូនឥឡូវខ្ញុំមានឈ្មោះខ្ញុំដាក់ឈ្មោះរបស់ខ្ញុំសិនបន្ទាប់ពីបងប្អូនដាក់ឈ្មោះហើយណាបងប្អូនណាដាក់ឈ្មោះហើយបងប្អូនសម្លឹងចុះមកក្រោមសញ្ញា QQ ហ្នឹងចុចបន្តទៀតមកម្ដងកន្លែងនេះគេឲ្យយើងរើសតាក់ការីបងប្អូនណាបងប្អូនស្រឡាញ់អីគេអញ្ចឹងណាសម្រាប់ខ្ញុំស្រឡាញ់យកខាងតន្ត្រីនេះចុះអញ្ចឹងណាបងប្អូនរើសមួយមកព្រោះកន្លែងនេះយើងអាចដូរបានទៅពេលក្រោយទេបងប្អូនអត់បញ្ហាទេអញ្ចឹងណាយករើសមួយសិនមកដើម្បីទៅបង្កើតកុំឲ្យតែវីដេអូយើងវែងពេកបើប្រហែលថាយើងដូរទៅពេលក្រោយក៏បានដែរអញ្ចឹងបងប្អូនណាដាក់មួយមកហើយបងប្អូនចុចសញ្ញាបន្តទៅទៀតបងប្អូនចាំតែបងប្អូនសេវារៀង slow បន្តិចវារៀង slow បន្តិចមកដល់ទម្រង់បែបនេះបងប្អូនត្រូវតែវាមាន2កន្លោនបងមាន2កន្លោនទៅបងប្អូនអ្នកខ្លះគាត់ដឹងគាត់ទៅបង្កើតខាងលើក៏ចែកខាងលើនោះដល់អញ្ចឹងណាចឹងបងប្អូននេះដូចខ្ញុំគួរមើលនេះគឺវាមាន2ទម្រង់បងប្អូនណាឥឡូវទម្រង់យើងត្រូវជ្រើសវាគឺទម្រង់ខាងក្រោមហ្នឹង page បងប្អូនណាយើងបង្កើត page អញ្ចឹងបងប្អូនគួរតែមានចាំទម្រង់ទៅណាអក្សរក៏ខ្ញុំមិនសូវប៉ិនដែរខ្ញុំបង្កើតរឿងចំណាំនោះបងប្អូនណាឥឡូវចាប់ដើមយើងចុចសញ្ញាគ្រីសនេះមកបកមកបងប្អូនចំណាំនោះបងចំណាំទៅហើយបន្តទៀតមកដល់ទម្រង់បែបនេះបងប្អូនចុចសញ្ញាបន្តទៀត QQ ហ្នឹងចុចបកមកម្ដងកន្លែងនេះយើងគេឲ្យយើង add brand តែ page របស់យើងថ្មីយើងមិនបាច់ចំថនអីធ្វើអីទាំងអស់បងប្អូនមិនចំថនធ្វើអីទាំងអស់ទុកពេលវារយៈពេល1ខែបានយើងយកទៅប្រើប្រាស់បានផុសរូបផុសវីដេអូបានអញ្ចឹងបងប្អូនណាគឺមិន add brand ទេអញ្ចឹងណាអានេះតាមយោបល់របស់ខ្ញុំណាបងប្អូនហ្នឹងហើយហើយចុចសញ្ញាបន្តទៀតមកចុចខ្វល់ទេបងចុចមកបន្តទៀតមកហើយចុចបន្តទៀតបងប្អូនណាហ្នឹងហើយអត់មានអីបាក់ទេបងប្អូនមានតែប៉ុណ្្នឹងហើយយើងចុចបន្តទៀតមកនេះចេញលក្ខណៈបែបនេះគឺ page យើង0 follow អញ្ចឹងគឺស្អាតស្អំអញ្ចឹងបងប្អូនត្រូវតែទុកពេលវេលារបស់វាហ្នឹងរយៈពេល1ខែសិនណាបងប្អូនណា1ខែបានអាចយកទៅផុសរូបផុសវីដេអូបានណាបងប្អូនណាហ្នឹងហើយអញ្ចឹងពីរបៀបបង្កើត page គឺមានតែប៉ុណ្្នឹងបងប្អូនណាពីរបៀបរៀបចំឯកសារនៅក្នុង page ជាបន្តទៀតហ្នឹងព័ត៌មានរបស់ page ក្នុង page ហ្នឹងគឺខ្ញុំធ្វើវីដេអូនៅពេលក្រោយទៀតអញ្ចឹងវីដេអូក៏មានតែប៉ុណ្្នឹងបងប្អូនណាហ្នឹងហើយដូច page របស់ខ្ញុំនេះបងប្អូននេះវាមាន2ហ្នឹងបងប្អូនណាមាន2អញ្ចឹងវីដេអូក៏មានតែប៉ុណ្្នឹងបងប្អូនណាហ្នឹងហើយខ្លីៗចុះហ្នឹងណា